ពេលដែលពិភពលោកបងវាយខ្នងដាក់ប្អូននៅពេលដែលទឹកភ្នែកហូរស្រក់គ្មានអ្នកយល់ប្អូនដើរត្រឡប់មកផ្ទះវិញទាំងអស់សង្ឃឹមឃើញបងចាំនៅមាត់ទ្វារដោយស្នាមញញឹមបងមិនសួរនាំអ្វីច្រើនគ្រាន់តែហុចដៃមកផ្ដល់ភាពកក់ក្ដៅដែលប្អូនកំពុងតែត្រូវការទឹកចិត្តបងស្រីធំធេងរកអ្វីព្រាបមិនបានជាចម្រងដ៏សុខសាន្តក្នុងពេលមានព្យុះភ្លៀងបងលះបងគ្រប់យ៉ាងដើម្បីអនាគតប្អូនអោប្អូនក្នុងដៃបងភ្លេចអស់ទុកកង្វល់កក់ក្ដៅក្នុងចិត្តបងគឺជាពន្លឺនាំផ្លូវប្អូនដើរទៅមុខដៃបងដែលធ្លាប់ទន់ភ្លន់អីលើប្រែជាគ្រើដោយសារការងារធ្ងន់ដើម្បីចិញ្ចឹមប្អូនបងលាក់ទុកការឈឺចាប់មិនដែលឲ្យប្អូនដឹងបងសុខចិត្តហត់នឿយឲ្យតែឃើញប្អូនសើចគ្រប់ពីប្រដៅគឺចេញពីបេះដូងពិតដែលចង់ឃើញប្អូនក្លាយជាមនុស្សដ៏ល្អទឹកចិត្តបងស្រីធំធេងរកអ្វីព្រាបមិនបានជាចម្រងដ៏សុខសាន្តក្នុងពេលមានព្យុះភ្លៀងបងលះបងគ្រប់យ៉ាង